ហេតុអ្វីបានជាមានជំងឺ Parkinson យើងដឹងថាជំងឺ Parkinson បណ្ដាលមកពីការសឹករិចរើផ្នែកមួយនៃខួរក្បាលដែលបង្កឲ្យថយចុះឬក៏បាត់បង់នៅកោសិកាប្រសាទដែលមានតួនាទីបញ្ចេញដូប៉ាមីនប៉ុន្តែមូលហេតុឬក៏កត្តាប្រឈមជាក់ស្ដែងដែលបង្កឲ្យមានការសឹករិចរើនេះមិនទាន់ត្រូវបានដឹងនៅឡើយទេប៉ុន្តែគេជឿថាមានកត្តារួមផ្សំផ្សេងៗជាច្រើនដែលអាចរុញមនុស្សម្នាក់ឬក៏បុគ្គលម្នាក់ឲ្យវិវត្តទៅជាជំងឺ Parkinson បានវាមានដូចជាកត្តាដំណពូជប្រឈមឬក៏តាក់ទងទៅនឹងបរិយាកាសរស់នៅជុំវិញខ្លួនរបស់គាត់ដូចជាការប្រឈមជាមួយនឹងសារធាតុគីមីដែលគេប្រើប្រាស់ក្នុងវិស័យកសិកម្មសារធាតុលោហៈធាតុធ្ងន់ឬក៏ការប៉ះទង្គិចខួរក្បាលជាដើមដែលការប៉ះទង្គិចខួរក្បាលនោះវាធ្ងន់ធ្ងររហូតដល់អ្នកជំងឺត្រូវការសម្រាប់នៅមន្ទីរពេទ្យឬក៏ចូលទៅក្នុងផ្នែកសង្គ្រោះបន្ទាន់ផងដែរកត្តាចំណីអាហារក៏គេគិតថាប្រហែលជាអាចជាប់តាក់ទងដែរដូចជាការទទួលទានវីតាមីន D មិនបានគ្រប់គ្រាន់ឬក៏ជំងឺធាត់ជាដើមតើជំងឺ Parkinson គួរព្យាបាលដោយរបៀបណាខ្លះជំងឺ Parkinson ជាជំងឺមួយដែលទាមទារឲ្យមានការព្យាបាលគ្រប់គ្រងក៏ដូចជាលើកទឹកចិត្តពីភាគីជាច្រើនរួមមានក្រុមវេជ្ជបណ្ឌិតជាច្រើនឯកទេសគ្រូពេទ្យព្យាបាលដោយចលនាគិលានុបដ្ឋាថែទាំក៏ដូចជាក្រុមគ្រួសារអ្នកជំងឺជាដើមចំណុចខ្លះៗទាក់ទងទៅនឹងការព្យាបាលជំងឺ Parkinson រួមមានទី1ពិចារណាទៅលើការប្រើប្រាស់ថ្នាំនៅពេលដែលរោគសញ្ញាចាប់ផ្ដើមប៉ះពាល់លើដំណើរការរស់នៅប្រចាំថ្ងៃក៏ដូចជាគុណភាពជីវិតរបស់អ្នកជំងឺទី2ការស្ដារនីតិសម្បទាដោយផ្ដោតទៅលើលំហាត់ប្រាណចលនាសាច់ដុំការចាប់កាន់ក៏ដូចជាសកម្មភាពផ្សេងៗរួមទាំងការនិយាយស្ដីក៏ដូចជាការលាបចំណីអាហារជាដើមការបង្ការទៅលើការដើរដួលបង្កដោយសារវិបត្តិលំនឹងពេលឈរទី3ជំរុញការទទួលទានចំណីអាហារដែលសម្បូរសារធាតុចិញ្ចឹមគ្រប់គ្រាន់ពិសេសកាល់ស្យូមវីតាមីន D ដើម្បីជំនួយដល់កំហាប់ឆ្អឹងនិងទទួលទានទឹកនិងអាហារសម្បូរជាតិសរសៃដើម្បីសម្រួលដល់ការបន្ទោបង់តើជំងឺ Parkinson អាចធ្វើការបង្ការការពារបានដែរឬទេដោយដែលបានលើកឡើងរួចមកហើយថាមូលហេតុពិតប្រាកដនៃជំងឺនេះមិនទាន់រកឃើញនៅឡើយទេនៅពេលបច្ចុប្បន្ននេះដូចនេះវិធីសាស្ត្រការពារដែលមានប្រសិទ្ធភាពគឺមិនទាន់មាននៅឡើយទេ